ok សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះនឹងមកតបខមមិនបងប្រុសម្នាក់គាត់សួរថាខ្ញុំរៀនសាក់ប្រហែលខែហើយបាទអឺពាក់ព័ន្ធនឹងការរៀនគូខ្ញុំរៀនបានតិចមែនទែនខ្ញុំរៀនដូចជា2ថ្ងៃទេកាលហ្នឹងខ្ញុំរៀនស្បែករៀនមួយថ្ងៃអស់2ស្លឹកបាទហើយបន្ទាប់មកថ្ងៃទី2ចាប់ផ្ដើមសាក់សាច់មនុស្សពិតបាទហើយរវាងដែលសាក់សាច់មនុស្សពិតហ្នឹងពេលទីនេះខ្ញុំក៏ឆ្លៀតរៀនស្បែករៀនខ្លះមួយស្លឹក2ស្លឹកទៀតដែរបាទហើយបន្ទាប់មកថ្ងៃទី3ទី4គឺខ្ញុំចាប់ផ្ដើមចេញសាក់យកលុយហើយបាទហើយមនុស្សដំបងដែលខ្ញុំសាក់យកលុយគឺជនជាតិទេបាទហ្នឹងជាជនជាតិភូមាគាត់សាក់រូបស្ពះរូបបំណំដៃទៅនេះបាទហើយជាមនុស្សទី1ដែលខ្ញុំសាក់យកលុយពីគាត់បាទហើយបើខ្ញុំនិយាយទៅប្រហែលបងប្អូនមិនជឿឬអត់ថាមិនក៏លឿនម៉េះបាទគឺចាក់ស្ដែងគឺចឹងមែនបាទមិនជឿអាចសួរបងប្អូនខ្ញុំអមេសាបានមួយវាជាអ្នកបរិញ្ញាខ្ញុំនេះបាទខ្ញុំប្រើពេលវេលាប៉ុណ្ណឹងមែនហើយខ្ញុំចាប់ផ្ដើមមកសាក់ជាប់លាប់មែនទែនគឺពេលដែលខ្ញុំចុះមកនៅខ្មែរហ្នឹងខ្ញុំចាប់ផ្ដើមធ្វើវាមែនទែនបាទហើយរាល់ថ្ងៃនេះទឹកដៃខ្ញុំក៏នៅមានកម្រិតដែរដោយសារតែខ្ញុំហៅមិនយើងរៀនផ្លោះថ្នាក់បាទអុយចំណុចខ្លះខ្ញុំអត់បានរៀនទេបាទដូចជាប្រព័ន្ធនឹងគំនូរអីហ្នឹងគឺខ្ញុំចេះមកខ្លះហើយខ្ញុំយល់ពីសមោលយល់ពីអីមកខ្លះហើយដោយសារខ្ញុំធ្លាប់រៀនគំនូរនៅសាលាហ្វាព្រឹទ្ធសិល្បៈខេត្តបាត់ដំបងបាទចឹងខ្ញុំធ្លាប់រៀនមកខ្លះខ្ញុំយល់វាខ្លះបាទចឹងហើយខ្ញុំក៏ផ្លោះទៅតែក៏នៅមានអារម្មណ៍ថាវាលឿនដែរបាទយើងរៀនលឿនពេកបាទលឿនពេកហើយការងារដែលខ្ញុំចាប់ផ្ដើមសាក់សាច់មនុស្សក៏សិតតបងប្អូនខ្ញុំពុនខ្ញុំអីចឹងទៅអាហ្នឹងដំបងហើយសម្រាប់សាក់យកលុយគឺមនុស្សដំបងគេគឺជនជាតិភូមាបាទកាលហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាទសម្រាប់ថាអ្វីក៏ដោយបើយើងច្បាស់លាស់នឹងវាមានប្រយោជន៍ទាំងអស់នេះមិនថាការងារអីក៏ដោយគ្រប់ការងារវាមានតម្លៃរបស់វាអរគុណច្រើនបាយបាយ